សួស្តីគ្នាយើងខ្ញុំ Sydney ខ្ញុំជា documentary filmmaker ហើយនឹងជា colorist មួយដែរក្នុងឱកាសដែលខ្ញុំបានមកកម្មវិធីកំពង់ Film Festival នៅកោះស្ដេចនេះខ្ញុំក៏បានឆ្លៀតឱកាសប្រើប្រាស់នៅ Samsung Galaxy S25 Ultra សម្រាប់ style ដែលខ្ញុំថតជាពិសេសវីដេអូគឺខ្ញុំចូលចិត្តនៅចំពីមុខគួរអង្គយើងគឺនៅក្នុង personal space របស់គាត់ហើយជាកន្លែងដែលខ្ញុំចូលចិត្តប្រើ ultra wide ជាងគេហើយជាមួយនឹង sensor ថ្មី50 megapixel របស់ ultra wide នេះខ្ញុំសង្កេតឃើញថាគុណភាពវាច្បាស់ជាងមុនចាប់បាន detail ច្រើនអមជាមួយនឹងអត់សូវមាន noiseមុខងារមួយដែលខ្ញុំបានរំភើបជាងគេក្នុងការប្រើប្រាស់នេះខ្ញុំបានសាកល្បងពេញហ្នឹងគឺ lock video អញ្ចឹងសម្រាប់អ្នកនរគ្នាដែលថតវីដេអូច្រើនដឹងពីសារៈសំខាន់របស់ lock video ហើយគឺវាផ្ដល់នៅព័ត៌មានពណ៌ព័ត៌មានពន្លឺច្រើនដែលយើងអាចចាប់ទាញតាមក្រោយនៅក្នុងការ editing វាផ្ដល់នូវភាពបត់បែននៅក្នុងការកែតាមក្រោយយើងអាចប្រៀបធៀបបានទៅនឹងបាយឆាសាច់គោចុះឧបមាវីដេអូអ្នកនរគ្នាកំពុងមើលឥឡូវនេះប្រៀបដូចជាបាយឆាដែលខ្ញុំឆាខ្ទេចខ្ទីអស់ហើយអ្នកនរគ្នាអាចញ៉ាំបានប៉ុន្តែនៅពេលដែលយើងថត vlog វីដេអូវាប្រៀបដូចជាយើងបាននៅគ្រឿងផ្សំមួយយើងអាចលាយខ្លួនឯងបានដោយសារការងារខ្ញុំពាក់ព័ន្ធនឹង color grading ច្រើនខ្ញុំពេញចិត្តនឹងការថែមមុខងារ lock video នេះយើងអាចមានសេរីភាពច្រើនជាងមុនក្នុងការកែវីដេអូតាមរសជាតិដែលយើងចង់បានមុខងារមួយដែលខ្ញុំអត់រំពឹងសោះគឺ false color អ្នកថតវីដេអូហើយនឹងថតកុនដឹងហើយថាមុខងារនេះជាទូទៅមានតែនៅក្នុង cinema camera តម្លៃរាប់ពាន់រាប់ម៉ឺនទេតែឥឡូវ Samsung បានបន្ថែមមុខងារនេះនៅក្នុង Pro Video Mode នេះខ្ញុំឃើញថាមានផលប្រយោជន៍ច្រើនក្នុងការ export ជាពិសេសនៅពេលដែលយើងបានមុខងារ lock video នេះហើយមុខងារមួយទៀតដែលខ្ញុំបានចាប់អារម្មណ៍ប្រើជាងគេគឺ Audio ជប់លឺញ៉ៃញ៉ៃអត់ជប់អូខេអញ្ចឹងមុខងារមួយទៀតដែលខ្ញុំបានចាប់អារម្មណ៍ជាងគេនៅក្នុងការប្រើប្រាស់គឺ Audio Eraser ខ្ញុំឃើញថាលទ្ធផលដែលយើងបានមកគឺអាចទទួលយកបានច្រើនល្អហើយព្រោះខ្ញុំត្រឡប់ពីមុនមកខ្ញុំប្រើក្នុង editing software ខ្ញុំជា DaVinci Resolve វាមានមុខងារអញ្ចឹងដែរប៉ុន្តែអានេះយើងតើយើងចូលកុំព្យូទ័រចូលអីប៉ុន្តែដល់ពេលជាមួយនឹង Galaxy AI របស់ S25 Ultra នេះយើងអាចប្រើមុខងារនេះនៅក្នុងទូរស័ព្ទតែម្ដងគឺយើងថតចាប់ចូលក្នុង gallery អាចបើកលើ Galaxy AI ហើយយើងចូលក្នុង Audio Eraser ទៅគឺយើងអាចទាញយកសំឡេងមួយប្រហែលសំឡេងខ្យល់ឬក៏សំឡេងទឹកឬក៏សំឡេងអីផ្សេងដែលយើងអាចចាប់ទាញបានហើយទុកតែសំឡេងយើងយើងអាច export នៅក្នុងទូរស័ព្ទតែម្ដងនេះថាឡើយតែកាត់ noise ធម្មតាទៅវិញយើងគិតទុកទឿនប៉ុណ្ណេះក៏វានឹងកាត់សំឡេងបានដែរនៅពេលយើងចេញថតពេលខ្លះយើងមិនបានពលឺស្អាតរហូតទេយើងត្រូវការថតនៅពេល low light ឬក៏ពេលយប់ដែរហើយកន្លែងនេះដែរខ្ញុំបានសង្កេតឃើញថាគុណភាពរូបភាពរបស់ S25 Ultra មានការល្អប្រសើរច្រើនដោយសារយើងមាន image processing ថ្មីជា AI powered photography video ហើយមិនត្រឹមតែវីដេអូទេសូម្បីតែរូបភាពក៏ខ្ញុំសង្កេតឃើញថាមានរូបភាពច្បាស់ហើយនឹង clean ជាងមុនដូចជាក្នុងឧទាហរណ៍នេះអញ្ចឹងខ្ញុំកំពុងតែថតមេឃពេលយប់ហើយកន្លែងនេះខ្ញុំអត់មាន tripod អត់មានអីកាន់ដៃសុទ្ធហើយ sensor នៅចាប់បានពន្លឺតាំងពេលយប់នឹងឃើញផ្កាយយ៉ាងច្បាស់ក្នុងរូបនេះចឹងសរុបមកវិញមកនៅក្នុងរយៈពេល3ថ្ងៃដែលខ្ញុំបានតេស្ត S25 Ultra នៅក្នុងកម្មវិធីនេះខ្ញុំសង្កេតឃើញថាមានមុខងារជាច្រើនដែលអ្នកថតវីដេអូរបស់គ្នានឹងពេញចិត្តហើយខ្ញុំសង្ឃឹមថានេះជាចំណុចមួយដែលជំរុញឲ្យគ្នាយើងចេញក្រៅហើយថតវីដេអូបង្កើត content ច្រើនជាងមុនព្រោះតែសារឥឡូវមិនបាច់ចាំយកកាមេរ៉ាធំក៏យើងអាចបង្កើត content ល្អបានដែរ